ព័ត៌មានបឋមមានករណីគិភ័យកំពុងតែមានការឆាបឆេះក្នុងរោងចក្រមួយកន្លែងដែលស្ថិតនៅក្នុងតំបន់តៃសេងក្នុងក្រុងបវត្តខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2026នេះដោយមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅក្នុងរោងចក្រនេះទេព័ត៌មានលម្អិតយ៉ាងណានឹងរងចាំតាមអាប់ដេតជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទ